Chị hello mong ơnទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំនឹងមកបង្រៀនភាសាអង់គ្លេសពាក្យគឺពាក្យយើងរៀនអំពី technology បងប្អូនគឺយើងរៀនអំពី technology មានថ្ងៃហ្នឹងគឺរៀនតែ5ពាក្យទេណាបងប្អូនពាក្យទី1គឺ hair dryer hair dryer គឺជាម៉ាស៊ីនសម្ងួតសក់ឬក៏យើងហៅធម្មតាគឺម៉ាស៊ីនផ្លុំសក់ចូលមកដល់ពាក្យទី2គឺ washing machine គឺជាម៉ាស៊ីនបោកគក់ឬក៏យើងហៅរាល់ថ្ងៃគឺម៉ាស៊ីនបោកខោអាវwashing machine ជួបបងប្អូនគ្នាអត់សុំតោះ washing machine គឺជាម៉ាស៊ីនបោកគក់ចូលមកដល់ពាក្យទី3គឺពាក្យ TV remote ចឹងពាក្យទី3គឺជាពាក្យ TV remote គឺអាចថាតេឡេទូរទស្សន៍នឹងចូលមកដល់ពាក្យទី4គឺពាក្យ fridge បងប្អូនដឹងថាពាក្យ fridge នេះគេបកប្រែថាម៉េចអត់ពាក្យ fridge មានន័យថាទូទឹកកកឬម៉ាស៊ីនអីគេម៉ាស៊ីនទឹកកកអីហ្នឹងបងប្អូនច្រឡំមួយគ្នាអស់នេះច្រឡំមួយគ្នាណាអត់ចាំថតវីដេអូទៀត fridge មានន័យថាម៉ាស៊ីនទូទឹកកក
dương hai rong ấy cứ tu tờ cọ hai bằng ổn tú tập cọ nhưng bằng ổn cứ tu tờ cọ tỏ cho một đò bịa thì pram cứ bịa microwave á microwave đừng tham microwave nó cái bảo ra tham mấy cả microwave cái hai tham mà xin cầm đài xin mình tập ban năng test ngày đi kinh mình tập ban năng cái đấyคนทุกจีมอนสำหรับการโฆษณาให้กำลังช่วยจุดไลค์หนึ่ง subscribe อันไหนไว้ข้างหน้าคนทุกจีมอนบางคนต่างๆบ๊ายบาย